នាយករដ្ឋមន្ត្រីប្រមានដល់រោងចក្រទាំងឡាយដែលបង្ហូរទឹកកខ្វក់ចូលប្រឡាយសាធារណៈសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានប្រមានដល់រោងចក្រទាំងឡាយណាដែលបង្ហូរទឹកកខ្វក់ចូលប្រឡាយសាធារណៈមុនធ្វើប្រព្រឹត្តកម្មដោយកិច្ចការនេះសម្ដេចធិបតីបានជំរុញឲ្យក្រសួងជំនាញពិនិត្យការងារនេះឲ្យហ្មត់ចត់តឹងរឹងបំផុតនៅក្នុងឱកាសអញ្ជើញបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាលដែលមានតម្លៃក្នុងកិច្ចសន្យាសរុបប្រមាណជាជាង$90 លានអាមេរិកក្រោមក្របខ័ណ្ឌអនុទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃទី6 ខែឧសភានេះសម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាមន្ទីរបរិស្ថាននិងមន្ទីរជំនាញរបស់រាជធានីខេត្តទាំងអស់ត្រូវចុះត្រួតពិនិត្យជាប្រចាំចំពោះរោងចក្រសហគ្រាសដែលមានខ្សែផលិតកម្មនៅជាប់ប្រភពទឹកដូចជាទន្លេស្ទឹងប្រឡាយជាដើមដើម្បីកុំឲ្យបង្ហូរទឹកកខ្វក់ចូលមុនធ្វើប្រព្រឹត្តកម្មនៅក្នុងករណីរកឃើញត្រូវតែផ្អាកអាជីវកម្មដោយមិនត្រូវឲ្យមានការយោគយល់ឬលើកលែងទុកនោះទេយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានបង្ហាញថាក្រុមការងារក្រសួងបរិស្ថានបានរកឃើញរោងចក្រនិងក្រុមហ៊ុនចំនួន28ទីតាំងផ្សេងគ្នាបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្តង់ដារពុំមានអាងប្រព្រឹត្តកម្មសម្អាតសំណល់រាវនិងបានបង្កឲ្យមានការបំពុលទឹកសាធារណៈនៅក្នុងឆ្នាំ2024-2025